របៀបដាក់ប៊ូតុង Follow នៅលើ Page របស់យើងជាដំបូងយើងចូលទៅកាន់ Page របស់យើងមកបាទតោះមកយើងចូលលើ Page របស់យើងចុចទៅលើ logo មួយមកបាទបន្ទាប់មកយើងកលេចមើលនៅផ្នែកខាងក្រោមនេះគឺមានសញ្ញាត្រី3យើងចុចពីលើសញ្ញាត្រី3ហ្នឹងមកតោះមកយើងយក edit ហ្នឹងមក edit button បាទបន្ទាប់មកយើងចូលទៅមើលកន្លែងហ្នឹងគឺយើងអត់ឃើញមានប៊ូតុង follow ទេគឺកន្លែងនេះខ្ញុំត្រូវការស្នើទៅឲ្យ Facebook គាត់តម្លាក់ add ប៊ូតុង follow ហ្នឹងនៅកន្លែងហ្នឹងណាអញ្ចឹងបន្ទាប់មកយើងធ្វើការកវីទូរស័ព្ទយើងកន្លែងហ្នឹងយើងកវីឲ្យខ្លាំងតិចមកដើម្បីឲ្យគេ screenshot auto ហ្មងហ្នឹងហើយកវីទៅវាចេញអញ្ចឹងណាតោះមកយើងយក report ហ្នឹងមកបាទយើងចូលមកកាន់កន្លែងនេះយើងចុច include បាទបន្ទាប់មកវាចូលកន្លែងនេះឃើញទេនេះគឺគេ screenshot ឲ្យយើងស្រេចអញ្ចឹងកន្លែងនេះខ្ញុំចូលទៅយកពាក្យដែលយើងសរសេរស្នើសុំប៊ូតុង follow ហ្នឹងបាទអញ្ចឹងខ្ញុំ copy បន្ទាប់មក paste នៅកន្លែងហ្នឹង description ហ្នឹងមកបន្ទាប់មកយើងចុចខាងលើបាទដើម្បីផ្ញើទៅឲ្យ Facebook គាត់តម្លាក់ប៊ូតុងហ្នឹងមកបាទអញ្ចឹងកន្លែងនេះគឺអត់ទាន់តម្លាក់ភ្លាមៗទេដោយតែមានការ review ពី Facebook សិនបាទអញ្ចឹងយើងគឺការរងចាំទាំងអស់គ្នាអញ្ចឹងដល់ពេលបានហើយយើងគ្រីសវាកន្លែងហ្នឹងមកបាទអញ្ចឹងនៅលើ page របស់យើងនឹងមានប៊ូតុង follow ហើយ